នៅក្នុងឆ្នាំ1944ចុងសង្គ្រាមលោកលើកទី2ខណៈពេលដែលគ្រប់ប្រទេសជាពិសេសប្រទេសមហាអំណាចជាច្រើននៅអឺរ៉ុបត្រូវចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ទៅលើការធ្វើសង្គ្រាមហើយធ្លាក់ខ្លួនក្រនិងខូចខាតតិចទីដោយសារតែសង្គ្រាមអាមេរិកសឹងតែគ្មានការខូចខាតអ្វីឡើយហើយថែមទាំងខ្លាចជាអ្នកមានដោយសារការលក់អាវុធនិងស្បៀងអាហារទៅឲ្យប្រទេសទាំងនោះទៀតផងប៉ុន្តែអ្វីដែលសំខាន់បំផុតគឺអាមេរិកបានក្តោបក្តាប់មាសបំរុងទុកនៅក្នុងឃ្លាំងរបស់ខ្លួនរហូតទៅដល់ 70% នៃមាសទាំងអស់នៅលើពិភពលោកអាមេរិកដឹងថាពិភពលោកត្រូវការប្រព័ន្ធរូបិយវត្ថុថ្មីមួយដើម្បីធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមកចឹងដោយសារតែការកាន់កាប់យ៉ាងសម្បើមនេះហើយដែលធ្វើឲ្យអាមេរិកសាងអំណាចឲ្យខ្លួនឯងក្នុងការបង្កើនការមួយដ៏សំខាន់សម្រាប់ពិភពលោកយ៉ាងនោះគឺអាមេរិកបានបង្កើតនូវកិច្ចព្រមព្រៀងមួយមានឈ្មោះថា Bretton Woods Agreement តាមរយៈកិច្ចព្រមព្រៀងនេះអាមេរិកបានប្រកាសទៅពិភពលោកថាប្រាក់$35អាចយកមកដូរយកជាមាសពិតប្រាកដបាន1អោនសឬ1តម្លឹងពីធនាគារកណ្ដាលអាមេរិកគ្រប់ពេលដែលអ្នកចង់ដូរដូចនេះចូលយកលុយរបស់អ្នកមកជាប់ឬទិញលុយដុល្លារអាមេរិករបស់យើងទុកទៅសួរថាថៃបានជាអាមេរិកព្រាមប្រកាសធ្វើបែបនេះគឺព្រោះតែគេមានមាសយ៉ាងសម្បើមទុកនៅក្នុងឃ្លាំងនោះឯងនេះហើយដែលធ្វើឲ្យប្រទេសទាំងអស់ជឿជាក់ទៅលើអាមេរិកហើយចាប់ផ្ដើមប្រើប្រាស់និងសន្សំលុយដុល្លារអាមេរិកទុក